សួស្តីទាំងអស់គ្នាជួបគ្នាម្ដងទៀតនៅក្នុងវីដេអូនេះនាងខ្ញុំចង់លើកយកអ្នកខ្លះគាត់ឆ្ងល់ថាតើ baby ចេះ stress អត់ចា baby ក៏ចេះ stress ដែរគ្រាន់តែថាគាត់អត់ទាន់ចេះនិយាយប្រាប់យើងថាគាត់ stress គាត់ចង់ចេញទៅក្រៅគាត់ចង់ទៅដើរលេងអញ្ចឹងណាចាអញ្ចឹងជារៀងរាល់ថ្ងៃពួកខ្ញុំតែងតែយក baby ចេញក្រៅទោះបីជារយៈពេលខ្លីក្តីរយៈពេលវែងក្តីគឺដើរចាយកទៅដើរនៅខាងក្រៅជាពិសេសដើរនៅកន្លែងដែលមានតំបន់ធម្មជាតិច្រើនចាអ្នកវិទ្យាសាស្ត្របានបង្ហាញថានៅពេលដែលក្មេងគាត់សប្បាយគាត់អត់ stress គាត់សប្បាយចិត្តអញ្ចឹងការលូតលាស់ផ្នែកខួរក្បាលផ្នែករាងកាយរបស់គាត់ក៏ល្អទៅតាមនឹងចាហើយនេះពួកខ្ញុំនាំ baby មកកន្លែងកសិដ្ឋានគេចិញ្ចឹមចៀមចាកន្លែងនេះគេចិញ្ចឹមចៀមលក្ខណៈគ្រួសារហើយកន្លែងហ្នឹងក៏យើងអាចគេមានចំណីគេប៉ុន្តែក្នុងចំណីបកចំណីប្រអប់ចំណីហ្នឹងក៏យើងដាក់លុយប្រហែលសេនទេ25សេនគេអីទេទៅវាចេញចំណីហ្នឹងហើយយើងយកទៅឲ្យចៀមចាអញ្ចឹងខ្ញុំអត់បានត្រៀមលុយកាក់មកផងអញ្ចឹងយើងគ្រាន់តែមើលលេងមើលធម្មជាតិជុំវិញហ្នឹងចាខែនេះខែ spring អញ្ចឹងធម្មជាតិនៅស្រស់បំព្រងចាតំបន់ភ្នំអីហ្នឹងនៅខៀវខ្ចីស្អាតតែម្ដងចាហើយនេះ baby គាត់អង្គុយមើលសត្វអញ្ចឹងទៅធ្វើឲ្យគាត់ផ្លាស់ប្ដូរបរិយាកាសនៅក្នុងផ្ទះដែលគាត់ធ្លាប់តែឃើញមានជាងមានដបូលមានអីហ្នឹងអញ្ចឹងផ្លាស់ប្ដូរបរិយាកាសឲ្យគាត់មកឃើញលក្ខណៈជាសត្វជាធម្មជាតិអីអញ្ចឹងវិញដើម្បីឲ្យគាត់ហ្នឹងមានការខួរក្បាលគាត់មានការវិវត្តខួរក្បាលគាត់ព្យាយាមគេហៅថាបែងចែកទីណាផ្ទះទីណាកន្លែងខាងក្រៅចាអញ្ចឹងវាមានសារៈសំខាន់ណាស់ក្នុងការយកកូនចេញទៅក្រៅទោះបីជារយៈពេលខ្លីក្តីវែងក្តីចាអញ្ចឹងព្យាយាមក្នុងមួយថ្ងៃយកគាត់ចេញទៅយ៉ាងហោចណាស់ក៏បានមួយដងដែរចាទៅលេងនៅក្រៅផ្ទះចាយកគាត់ទៅដើរមើលដើមឈើមើលនេះមើលនោះទៅអញ្ចឹងធ្វើឲ្យគាត់មានអារម្មណ៍សប្បាយចានៅពេលដែលក្មេងសប្បាយការលូតលាស់ទាំងផ្នែកខួរក្បាលនិងរាងកាយរបស់គាត់គឺល្អទៅតាមនឹងអញ្ចឹងឥឡូវនេះយើងចេញពីកន្លែងដើរកន្លែងមើលជាមហើយយើងមកដើរមើលដើមឈើមើលភ្នំមើលព្រៃព្រឹក្សាវិញម្ដងចាហើយខ្ញុំចូលចិត្តមកដើរនៅកន្លែងនេះដោយសារយើងបានទាំងមើលផ្សត្វផងនិងបានទាំងដើរសប្បាយទៅនឹងធម្មជាតិផងកន្លែងនេះគេហៅថា Hollander Park ហើយវាអត់មានដើមឈើធំសម្រាប់ជាម្លប់មែនក៏ប៉ុន្តែវាមានភ្នំមានស្មៅដោះខៀវខ្ចីចាហើយខ្ញុំចូលចិត្តមើលផ្កានៅតាមផ្លូវចាអញ្ចឹងធ្វើឲ្យមិនធំតែធ្វើឲ្យ baby ស្រស់ស្រាយម៉ាមីក៏ស្រស់ស្រាយដូចគ្នាដែរចាអញ្ចឹងម៉ាមីណាកុំភ្លេចយកកូនចេញក្រៅហើយយើងក៏បានដើរមើលដែរមិនមែនត្រឹមតែកូនទេគឺសម្រាប់សុខភាពផ្លូវចិត្តផ្លូវកាយយើងដូចគ្នាអូយស្រែកមិនឡែកូនហ្នឹងមើលម៉ាមីនេះម៉ាមីធ្វើការអូខេអូយមិនបាននេះធំត្រូវទេអ្នកនរគ្នាអើយនេះស្រែកមកមិញហ្នឹងស្ដាប់ឮស្រែកគាត់ព្យាយាមannoy យើងណាព្យាយាមមិនឲ្យយើងធ្វើអីណាចាកូនច្រើនសម្រាប់ម៉ាមីគ្រប់គ្នាណាជូនពរអ្នកទាំងអស់គ្នាសុខភាពល្អនិងជូនពរ baby ផងដែរសុខភាពល្អប្រាជ្ញាឈ្លាសវៃនិងរាងកាយមាំមួនទាំងអស់គ្នាណាជម្រាបលាបាយបាយអូមួយទៀតចង់ប្រាប់ថានៅស្រុកនេះនៅពេលដែលយើងឈូសរបស់អីគេយកមកភ្ជួរចោលអញ្ចឹងមិនថារបស់អីគេយកមកភ្ជួរចោលអញ្ចឹងហ្មងហើយគេអត់យកទេនៅពេលគេដើរអញ្ចឹងដើរឃើញអញ្ចឹងគេយកមកភ្ជួរតាមរបងឬក៏ដាក់នៅកន្លែងណាមួយអញ្ចឹងយើងមកវិញរកឃើញ